ស្ដីប្រិមិត្តអ្នកស្ដាប់ទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel របស់ខ្ញុំនៅក្នុងវីដេអូនេះខ្ញុំសូមនាំអ្នកទាំងអស់គ្នាមកស្ដាប់អត្ថបទដ៏មានតម្លៃមួយពីសៀវភៅស្រីហេតោបទេសដែលជាស្នាដៃនិពន្ធរបស់ភិក្ខុវិរិយៈតោតាំងខាត់ដើម្បីឲ្យការស្ដាប់កាន់តែងាយស្រួលខ្ញុំនឹងមិនអានផ្នែកមាតិកាអារម្យកថានិងកថាមុខអ្នកបកប្រែនោះទេខ្ញុំនឹងចាប់ផ្ដើមអានចាប់ពីអារម្មណ៍បទតទៅដែលជាផ្នែកនាំចូលទៅកាន់ខ្លឹមសារសំខាន់នៃសៀវភៅនេះសម្រាប់ខ្ញុំផ្ទាល់ខ្ញុំចូលចិត្តស្ដាប់ជាងការអានហេតុនេះហើយទើបខ្ញុំសម្រេចចិត្តអានសៀវភៅនេះជាសំឡេងដើម្បីឲ្យអ្នកដែលចូលចិត្តស្ដាប់ដូចគ្នាអាចស្ដាប់បានគ្រប់ពេលមិនថាពេលធ្វើដំណើរពេលសម្រាកឬពេលមានអារម្មណ៍ហត់នឿយប្រសិនបើលោកអ្នកយល់ថាវីដេអូនេះមានប្រយោជន៍សូមចុច Like Subscribe និងចែករំលែកដើម្បីលើកទឹកចិត្តដល់ការផលិតវីដេអូអានសៀវភៅល្អៗបន្តទៀតឥឡូវនេះសូមអញ្ជើញចាប់ផ្ដើមស្ដាប់ពីអារម្មណ៍បទសូមអញ្ជើញស្ដាប់ដោយរីករាយហើយសង្ឃឹមថាគំនិតកតិអប់រំនៅក្នុងសៀវភៅនេះនឹងផ្ដល់ជាប្រយោជន៍និងជាកម្លាំងចិត្តសម្រាប់ដំណើរជីវិតរបស់លោកអ្នកស្រីហេតោបទេសអារម្មណ៍បទអស់កាលជាយូរលង់មកហើយមានប្រជាមួយអង្គគ្រប់គ្រងនគរប្រកបដោយទសពិធរាជធម៌ថ្ងៃមួយទ្រង់បានព្រះសម្ដេចឆ្លោតពីបទដែលអ្នកប្រាជ្ញពោលទុកមានសេចក្តីដូចតទៅ1សាសវិជ្ជាគ្រឿងកម្ចាត់នៅសេចក្តីសង្ស័យជាអនេកជាគ្រឿងបាត់បង្ហាញនៅអត្តកម្បាំងនិងជាភ្នែកសម្រាប់មើលហេតុការណ៍ទាំងឡាយអ្នកណាមិនមានសាសវិជ្ជាអ្នកនោះទុកដូចជាមនុស្សខ្វាក់2ភាពជាយុវជនមួយភាពជាអ្នកមានទ្រព្យច្រើនមួយភាពជាអ្នកមានអធិបតេយ្យមួយនិងភាពជាអ្នកមិនបែកបាក់គ្នាមួយបើមានតែមួយក៏នាំឲ្យខូចប្រយោជន៍តើធ្វើដូចម្តេចទើបមនុស្សអាចទទួលបានលក្ខណៈទាំង4ប្រការនេះកាលព្រះជាអង្គនោះទ្រង់ព្រះសម្ដេចដូច្នេះហើយក៏ទ្រង់ព្រួយតានតឹងព្រះរាជហឫទ័យចំពោះប្រជាបុត្ររបស់ព្រះអង្គដែលមិនទាន់បានសិក្សាសាសវិជ្ជាទាំងឡាយព្រមទាំងប្រព្រឹត្តខុសនៅគន្លងធម៌ដោយសេចក្តីប្រមាទទើបទ្រង់ព្រះតម្រិះក្នុងព្រះរាជហឫទ័យចង់បានមហាបណ្ឌិតម្នាក់យកមកបង្រៀនប្រជាបុត្ររបស់ព្រះអង្គកាលព្រះជាទ្រង់មានព្រះតម្រិះដូច្នេះហើយក៏ទ្រង់ត្រាស់បង្គាប់ឲ្យប្រជុំអ្នកប្រាជ្ញទាំងឡាយទើបទ្រង់ត្រាស់ថាណែលោកបណ្ឌិតទាំងឡាយសូមស្ដាប់យើងតើមានលោកបណ្ឌិតណាមួយជាអ្នកប្រាជ្ញអាចបង្រៀននីតិសាស្ត្រដល់បុត្រយើងដែលល្ងង់ខ្លៅប្រព្រឹត្តខុសគន្លងធម៌ជានិច្ចឲ្យមានកំណើតជាថ្មីត្រឡប់បានល្អឡើងវិញក្នុងកាលឥឡូវនេះបានដែរឬទេពេលនោះលោកមហាបណ្ឌិតម្នាក់មានការចេះដឹងនីតិសាស្ត្រពិតប្រាកដក្រាបទូលថាបុព្វព្រះជាទូបង្គំអាចបង្រៀននីតិសាស្ត្រដល់រាជបុត្រទាំងឡាយតាមព្រះរាជបំណងរបស់ព្រះអង្គបានហើយទូបង្គំសូមទទួលយល់ព្រមបង្រៀនប្រជាបុត្រទាំងឡាយត្រឹមតែមួយឈរមាសប៉ុណ្ណោះឲ្យមានការចេះដឹងនីតិសាស្ត្រស្ទាត់ជំនាញព្រះជាទ្រង់ត្រាស់តបដោយសុភាពថាយើងសូមប្រគល់អំណាចដល់លោកជាអ្នកបង្រៀននីតិសាស្ត្រដល់បុត្ររបស់យើងលុះទ្រង់ត្រាស់ហើយ
ទើបប្រគល់ប្រជាបុត្រដល់លោកមហាបណ្ឌិតដោយសេចក្តីគោរពក្រៃលែងនៅក្នុងសៀវភៅស្រីហេតោប្រទេសបែងចែកជា4ចំណុចធំក្នុងនោះមានការគប់មិត្តការបំបែកមិត្តសង្គ្រាមនិងសន្តិភាពហើយឥឡូវនេះខ្ញុំសូមអានអំពីការគប់មិត្តកាលនោះមានលោកមហាបណ្ឌិតម្នាក់បានក្រាបបង្គំទូលព្រះរាជបុត្រទាំងឡាយដែលប្រថាប់នៅចំពោះមុខដោយពាក្យស្លោកដូចនេះថាទី1អ្នកប្រាជ្ញតែងប្រើពេលវេលាឲ្យប្រព្រឹត្តទៅដោយការសិក្សាដើម្បីបានប្រយោជន៍រីឯមនុស្សល្ងង់តែងប្រើពេលវេលាឲ្យប្រព្រឹត្តទៅដោយការប្រព្រឹត្តនៅសេចក្តីវិនិច្ឆ័យដោយការដេកខ្ជិលនិងការឆ្លោះទាស់ទែងគ្នាជាដើមហេតុនេះទើបទូលបង្គំនិងពោលថាដ៏វិចិត្រមានរឿងក្អែកនិងអណ្ដើកជាដើមហេតុមកនិទានដើម្បីជាការកំសាន្តព្រះហឫទ័យដល់ទ្រង់ទាំងឡាយបន្ទាប់ពីបានលើយ៉ាងដូច្នោះហើយរាជបុត្រទាំងនោះក៏ត្រាស់តបថាបពិតលោកមហាបណ្ឌិតជាទីគោរពសូមលោកមេត្តានិទានរឿងនេះឲ្យយើងស្ដាប់ផងពេលនោះលោកមហាបណ្ឌិតក៏បានពោលពាក្យដាស់តឿនព្រះតីថាបើដូច្នេះសូមទ្រង់តាំងព្រះតីស្ដាប់ចុះការគប់មិត្តនឹងផ្ដើមដូចមានពាក្យស្លោកថាទី2អ្នកប្រាជ្ញមានចិត្តល្អសូម្បីខ្សត់ទ្រព្យហើយគ្មានកម្លាំងក៏អាចជួយកែប្រែឲ្យសម្រេចប្រយោជន៍បានដូចជារឿងក្អែកអណ្ដើកនិងកណ្ដុរប្រជាបុត្រទាំងឡាយក៏បានត្រាស់សួរថាតើរឿងនោះមានដំណើរដើមតងយ៉ាងដូចម្តេចលោកមហាបណ្ឌិតក្រាបទូលបង្គំថារឿងក្អែកអណ្ដើកនិងកណ្ដុរនៅមាត់ស្ទឹងមួយមានជ្រៃមួយដើមធំបែកបីសាខាត្រឈឹងត្រឈៃលុះដល់ព្រះសុរិយាអស្តង្គតវងបក្សីទាំងឡាយតែងបបួលគ្នាហើរមកពីគ្រប់ទិសទីស្រែកច្រៀងសប្បាយចូលមកជ្រកអាស្រ័យនៅដើមជ្រៃនោះថ្ងៃមួយវេលាព្រឹកព្រៀងឡើងព្រះសុរិយាបញ្ចេញរស្មីយ៉ាងត្រចះត្រចង់ក៏មានក្អែកចាស់មួយក្បាលភ្ញាក់ពីព្រលឹមក៏លេចមើលទៅឃើញព្រានព្រៃម្នាក់មកដល់ប្រៀបដូចជាឃើញយមរាជលុះឃើញហើយក៏គិតថាថ្ងៃនេះបានឃើញឧបទ្រពចង្រៃកើតឡើងតាំងពីព្រលឹមតែម្ដងអាត្មាអញមិនដឹងថាឧបទ្រពចង្រៃនេះនឹងកើតប្រកបបែបណានោះទេក្អែកចាស់គិតរួចហើយក៏រន្ធត់តក់ស្លុតក្នុងចិត្តឥតឧបមាក៏ហើរឆ្លេឆ្លាមើលតាមស្នាមព្រានព្រៃធ្វើដំណើរទៅនោះព្រោះថាទី3មនុស្សល្ងង់ពេលជួបហេតុអ្វីមួយនាំឲ្យកើតសេចក្តីទុក្ខព្រួយ1000ដងឬនាំឲ្យកើតមានការភិតភ័យ100ដងក្នុងមួយថ្ងៃតែអ្នកប្រាជ្ញជួបប្រទះហេតុដូច្នេះពុំមានការភិតភ័យអ្វីឡើយទី4ក្រោយភ្ញាក់ពីដំណេកនៅពេលព្រលឹមជនទាំងឡាយក៏បីដាស់សតិឲ្យភ្ញាក់រលឹករៀងរាល់ថ្ងៃមហាភ័យទាំងឡាយអាចនឹងកើតមានចំពោះយើងគ្រប់ពេលវេលាហើយបណ្ដាមហាភ័យទាំងនោះមានដូចជាការឈឺចាប់សេចក្តីស្លាប់សេចក្តីទុក្ខសោករោគភ័យឬសេចក្តីអន្តរាយជាដើមកាលនោះព្រានព្រៃខំប្រឹងគោះគ្រាប់ស្រូវហើយដាក់អន្ទាក់លុះចាត់ចែងរួចសពគ្រប់ហើយក៏ពួនសង្ងំក្នុងទីស្ងាត់មួយខណៈពេលនោះស្ដេចព្រាបហើរមកពីចម្ងាយ
ជាមួយនឹងព្រៀបជាបរិវារលើអាកាសវេហាឃើញគ្រាប់ស្រូវនៅខ្ចាត់ខ្ចាយដូច្នេះក៏ពោលរំលឹកព្រៀបជាបរិវារដែលលមូបចំចុកទៅស៊ីគ្រាប់ស្រូវនោះថាហេតុអ្វីក៏មានគ្រាប់ស្រូវនៅកណ្ដាលព្រៃជ្រៅដែលនៅឆ្ងាយពីទីស្ថានរបស់មនុស្សដូច្នេះណោដំណើរនេះគួរពិចារណាមើលសិនយើងឃើញរបស់នេះទុកជាលៀបចម្រើនក៏មិនបានឡើយព្រោះការលមូបស៊ីគ្រាប់ស្រូវនោះនឹងធ្វើឲ្យវិនិច្ឆ័យអន្តរាយក្តៅក្រហាយដល់ជើងគ្រប់គ្នាក៏សឹងបានទី5ព្រោះតែលមូបចង់បានកងមាសទើបអ្នកដំណើរម្នាក់ធ្លាក់ផុងជាប់ក្នុងភក់ជ្រៅឡើងមិនរួចត្រូវខ្លាចចាស់ចាប់ហែកស៊ីជាអាហារស្លាប់ទៅព្រៀបជាបរិវារសួរថាតើរឿងនោះមានដំណើរយ៉ាងដូចម្តេចស្ដេចព្រាបក៏និទានរឿងនោះប្រាប់ថារឿងអ្នកដំណើរនឹងខ្លាចចាស់ថ្ងៃមួយពេលខ្ញុំហិចហើរឆ្លងកាត់ព្រៃមួយកន្លែងខ្ញុំបានឃើញខ្លាចចាស់មួយក្បាលធ្វើពិធីមុជទឹកលាងបាតហើយឡើងមុខឈរក្បែរមាត់បឹងស្រែកហៅអ្នកដំណើរម្នាក់ណែអ្នកដំណើរអ្នកចូលមកយកកងមាសពីខ្ញុំឯនេះលំដាប់នោះអ្នកដំណើរបានឮហើយក៏មានចិត្តចង់បានកងមាសដោយសេចក្តីលោភទើបគិតក្នុងចិត្តថាអាត្មាមានបុណ្យវាសនាធំណាស់ព្រោះត្រូវបានកងមាសតែនៅក្នុងទីនេះប្រកបដោយសេចក្តីសង្ស័យនឹងអាចនាំឲ្យមានក្តីអន្តរាយដល់ខ្លួនមិនខានមិនគួរយកខ្លួនទៅចិត្តទេអ្នកដំណើរបានគិតថាទី6ការស្វែងរកលៀបក្នុងវត្ថុដែលជាទីពេញចិត្តពីមនុស្សអាក្រក់មិនមែនជាគំនិតល្អទេព្រោះថាទឹកអម្រឹតដែលលាយដោយថ្នាំពុលមាននៅក្នុងទីណាក៏ដោយក៏នឹងសម្លាប់មនុស្សបាននៅក្នុងទីនោះដែរការស្វែងរកទ្រព្យសម្បត្តិនៅកន្លែងណាក៏ដោយនឹងអាចជួបឧបសគ្គក៏ថាបានព្រោះថា7ជនទាំងឡាយបើមិនចេះសង្ស័យក៏មើលមិនឃើញសេចក្តីចម្រើនដែរប៉ុន្តែបើមានសេចក្តីសង្ស័យម្ដងហើយម្ដងទៀតនាំឲ្យកើតមានចិត្តស្ទាក់ស្ទើរទោះបើជាឃើញសេចក្តីចម្រើនក៏ហាក់ដូចជាមិនឃើញដែរបើដូច្នេះអាត្មាអញគួរសួរដេញដោលឲ្យអស់សង្ស័យសិនរួចហើយអ្នកដំណើរនោះសួរទៅកាន់ខ្លាចាស់ថាឯណាទៅកងមាសឯងនោះពេលនោះសត្វខ្លាក៏លើកជើងមុខបង្ហាញឲ្យឃើញអ្នកដំណើរពោលថាតើធ្វើដូចម្តេចឲ្យយើងទុកចិត្តនឹងឯងបានបើឯងជាសត្វខ្លាដែលចូលចិត្តស៊ីសត្វច្របាច់កសម្លាប់គេដូច្នេះចំណែកឯសត្វខ្លាឆ្លើយតបថាណែអ្នកអើយចូលអ្នកស្ដាប់ខ្ញុំកាលខ្ញុំនៅមានកម្លាំងខ្ញុំបានធ្វើទង្វើអាក្រក់មែនខ្ញុំខំសម្លាប់គោនិងមនុស្សច្រើនអនេកដល់ពេលអំពើអាក្រក់ឲ្យផលធ្វើឲ្យភរិយានិងកូនខ្ញុំស្លាប់ចោលអស់ពេលនេះខ្ញុំនៅកំព្រាតែម្នាក់ឯងទេក្រោយមកមានឥសីម្នាក់មានចិត្តសប្បុរសបានប្រដៅឲ្យខ្ញុំកាន់ធម៌ថាណែអ្នកចូលអ្នកប្រព្រឹត្តធម៌ឲ្យទៀនកុំធ្វើអាក្រក់ទៀតតាំងពីពេលនោះមកខ្ញុំធ្វើតាមពាក្យព្រានប្រដៅរបស់ឥសីនោះដរាបមិនដែលហ៊ានធ្វើអាក្រក់ទេខ្ញុំតែងតែមុជទឹកលាងបាបជានិច្ចរក្សាសីលដាក់ទាននិងមានសេចក្តីមេត្តាករុណាជាប្រចាំទៀតផងពេលនេះខ្ញុំក៏កាន់តែចាស់ជរាថយកម្លាំងថ្មិញក្រចកក៏រិចរិលអស់ដែរហេតុអ្វីក៏អ្នកនៅមិនជឿខ្ញុំទៀត
នឹងមិនអាចយកខ្ញុំជាមិត្តបានព្រោះថាទី8ការបូជាចាញ់មួយការសិក្សាគម្ពីរវេទមួយការឲ្យទានមួយការធ្វើតបៈមួយការគោរពពាក្យសច្ចៈមួយការសន្តោសមួយការអត់ធន់មួយនិងការមិនលោភមួយធម៌ទាំង8នេះជាការប្រតិបត្តិតាមគម្ពីរវេទដែលបុគ្គលគប្បីចាំទុកចុះទី9បណ្ដាធម៌ខាងលើនេះធម៌4ប្រការខាងដើមគេអាចប្រតិបត្តិដើម្បីបង្អួតឬឆោបបោកក៏បានចំណែកឯធម៌4ប្រការខាងចុងស្ថិតនៅបានចំពោះតែបុគ្គលដែលមានចិត្តប្រសើរប៉ុណ្ណោះឥឡូវនេះខ្ញុំអស់សេចក្តីលោភហើយថែមទាំងចង់ឲ្យកងមាសដែលនៅក្នុងដៃខ្ញុំនេះជាទានដល់អ្នកទៀតផងតែបើទោះជាខ្ញុំខំធ្វើទង្វើល្អដូច្នេះក៏ដោយនៅតែពិបាកនឹងកិច្ចឬហាមឃាត់ពាក្យពោលបង្ខូចរបស់មនុស្សថាខ្លាស៊ីមនុស្សដោយហេតុថាទី10មនុស្សលោកតែងផ្ទៀងទៅតាមដំណើរហេតុដែលកន្លងផុតទៅដោយមិនជឿទុកចិត្តលើស្ត្រីផ្កាមាសដែលគេបានឲ្យដំបូន្មានល្អហើយគេក៏មិនជឿទុកចិត្តព្រាហ្មណ៍ដែលធ្លាប់កាប់សម្លាប់គោដូច្នោះដែរម្យ៉ាងទៀតគម្ពីរធម៌ខ្ញុំក៏បានរៀនសូត្រអស់សេចក្តីហើយសូមអញ្ជើញអ្នកត្រង់ត្រាប់ស្ដាប់ដូចតទៅនេះទី11ភ្លៀងដែលធ្លាក់ចុះមកពីលើផែនដីដែលរុញស្ងួតហួតហែងយ៉ាងណាដូចគ្នានឹងការឲ្យអាហារដល់ជនស្រេកឃ្លានអត់បាយក្រហាយទឹកយ៉ាងនោះដែរការឲ្យទានដែលបានផលច្រើនគឺការឲ្យទានដល់មនុស្សក្រីក្រលំបាកទី12ជីវិតរបស់ខ្លួនជាទីស្រឡាញ់ទិញចិត្តយ៉ាងណាជីវិតរបស់ជនដទៃក៏យ៉ាងនោះដែរជនសប្បុរសទាំងឡាយតែងធ្វើសេចក្តីមេត្តាករុណាព្រោះជនទាំងនោះយកខ្លួនរបស់ពួកគេជាគ្រឿងឧបមាទី13កំណាញ់នឹងការឲ្យទានស្ដីសុខនិងសេចក្តីទុក្ខស្រឡាញ់និងស្អប់បុគ្គលអាចប្រមាណសេចក្តីបានដោយការយកខ្លួនឯងជាគ្រឿងឧបមាទី14ជនទាំងឡាយណាឃើញភរិយាអ្នកដទៃស្មើជាម្ដាយរបស់ខ្លួនឃើញទ្រព្យអ្នកដទៃទុកដូចជាដុំថ្មឃើញសត្វទាំងឡាយទុកស្មើដូចជារូបកាយរបស់ខ្លួនជនទាំងឡាយនោះហៅថាបណ្ឌិតខ្លាចាស់បាននិយាយបន្តទៅកាន់អ្នកដំណើរទៀតថាខ្លួនជាបុគ្គលកំសត់ក្រីក្រក្រៃលែងដោយហេតុនេះទើបខ្ញុំខំប្រឹងឲ្យទានដល់អ្នកព្រោះថាទី15ព្រះរាជាត្រូវមានមេត្តាករុណាចិញ្ចឹមបីបាច់ជនដែលក្រីក្រកំសត់ទូគតកុំប្រទានទ្រព្យដល់អិសរជនដែលមានទ្រព្យច្រើនឡើយប្រៀបដូចជាឱសថដែលមានប្រយោជន៍ចំពោះតែអ្នកជំងឺដែលឈឺក្រំគ្រាតែប៉ុណ្ណោះចំណែកឯជនដែលឥតមានជំងឺតើត្រូវការឱសថបានប្រយោជន៍អ្វីទី16ទានជារបស់គួរក៏បីឲ្យតែបើឲ្យដល់អ្នកដែលមិនមានឧបរគុណក៏មិនសូវមានប្រយោជន៍ដែរការឲ្យទានដែលអ្នកប្រាជ្ញពោលថាប្រកបដោយផលប្រយោជន៍នោះគឺការឲ្យទានត្រឹមត្រូវតាមកាលៈទេសៈនិងឲ្យដល់បុគ្គលដែលមានគុណគួរឲ្យដូច្នេះអ្នកចូលទៅជ្រមុជទឹកលាងបាបក្នុងបឹងនេះឲ្យស្អាតសិនចាំឡើងមកយកកងមាសពីខ្ញុំចុះនៅពេលនោះអ្នកដំណើរបានស្ដាប់ពាក្យខ្លាចាស់លួងលោមឲ្យវង្វេងគំនិតហើយដើរចុះទៅមុជទឹកលាងបាបក្នុងបឹងនោះដោយចិត្តលោភលន់ពុនប្រមាណក៏
ផុងខ្លួនជាប់ក្នុងភក់ជ្រៅនឹងរត់គេចទៅណាពុំបានរីឯខ្លះចាស់កាលបើឃើញអ្នកដំណើរផុងខ្លួនជាប់ក្នុងភក់ឬមិនរួចសំដូចបំណងហើយទើបធ្វើជាស្រេចដោយភ័យភ័យថាហាហាយីអ្នកជាប់ផុងនៅក្នុងភក់ហើយតើមិនអីទេចាំខ្ញុំចុះទៅជួយស្រង់សូមអ្នកកុំភ័យថាហើយខ្លាក៏ដើរចុះសន្សឹមធ្វើជាខ្លាចផុងខ្លួនរួចចូលទៅចាប់អ្នកដំណើរនោះឯអ្នកដំណើរកាលបើខ្លាចូលទៅសង្គ្រប់ជាប់ក្នុងដៃហើយក៏នឹកអាណិតខ្លួនទើបពោលបន្ទោសខ្លួនឯងថាទី17បុគ្គលអកតសម្មាននឹងសម្គាល់បានដោយអាងហេតុថាចេះពោលធម្មសាស្ត្រក៏មិនមែនឬថាចេះចាំគម្ពីរវេទក៏មិនមែនដែរឯរសជាតិនៃទឹកដោះគោរមែងផ្អែមល្ហែមទៅតាមប្រក្រតីនៃទឹកដោះគោយ៉ាងណាសភាពសត្វទាំងឡាយនៅក្នុងលោកនេះលោកពោលដូចគ្នាយ៉ាងនោះឯងទី18ការប្រកបកិច្ចការទាំងពួងនៃបុគ្គលឆ្លៀសវៃតែមិនអាចយកចិត្តឈ្នះចិត្តខ្លួនឯងបានក៏មិនបានជាប្រយោជន៍អ្វីដែរបើយ៉ាងទៀតការចេះដឹងបើមិនបានធ្វើឲ្យជាប្រយោជន៍ដ៏ធ្ងន់ក៏ធ្ងន់តែក្បាលឥតអំពើដូចជាការបំពាក់គ្រឿងអលង្ការជាទីពេញចិត្តឲ្យភរិយាចង្រៃបានតែធ្ងន់ខ្លួនឥតប្រយោជន៍អាត្មាអញបានធ្វើសេចក្តីស្និទ្ធស្នាលទុកចិត្តលើមនុស្សអាក្រក់សាមញ្ញដែលចូលចិត្តសម្លាប់គេឯងដោយហេតុនេះអាត្មាអញមិនមែនជាមនុស្សដែលបានធ្វើសេចក្តីចម្រើនដល់ខ្លួនទេព្រោះថាទី19បុគ្គលមិនគួរធ្វើសេចក្តីស្និទ្ធស្នាលទុកចិត្តទឹកទន្លេបុគ្គលមានអាវុធក្នុងដៃសត្វមានក្រចកមុតឬសត្វមានស្នែងនោះទេទី20លក្ខណៈខាងក្រៅនៃបុគ្គលទាំងអស់នៅក្នុងលោកនេះគេអាចមើលឃើញប្រកបច្បាស់តែគុណធម៌ខាងក្នុងនៃបុគ្គលទាំងឡាយគេមិនងាយមើលឃើញឡើយលក្ខណៈខាងក្រៅនៃបុគ្គលនីមួយអាចកំចាត់នៅគុណធម៌ទាំងពួងហើយក៏អាចនាំឲ្យគេមានគំនិតឈានទៅរកការគិតបែបអវិជ្ជមានដែរទី21មែនទឹកចាំត្រូវត្រង់នៅពន្លឺដ៏ត្រចះត្រចង់និងកំចាត់បងនៅភាពងងឹតនាពេលរាត្រីទោះបើប្រចាំមានរស្មីចាញ់ចាំងបែបនេះក៏ដោយក៏ត្រូវរាហូចាប់លេបបានតើនរណាអាចគេចរួចពីសេចក្តីស្លាប់រីឯអ្នកដំណើរនោះកាលកំពុងគិតពិចារណាដូច្នោះក៏ត្រូវខ្លាចចាស់ចាប់ហែកស៊ីស្លាប់នៅពេលនោះទៅព្រោះហេតុនេះការងារទាំងអស់ដែលមិនបានគិតពិចារណាឲ្យច្បាស់លាស់មិនគប្បីធ្វើឡើយព្រោះថាទី22អាហារដែលរលួយល្អកូនមានប្រាជ្ញាឆ្លាតវៃភរិយាស្ដាប់បង្គាប់ប្តីស្ដេចដែលមានប្រជារាស្ត្រគោរពស្រឡាញ់គិតគូរឲ្យល្អិតល្អន់រួចហើយទើបនិយាយពិចារណាឲ្យច្បាស់ហើយទើបធ្វើទាំងអស់នេះលោកពោលថាសូម្បីអស់កាលយូរអង្វែងក៏ដោយក៏មិនឃ្លាតคลายទៅជាអ្វីឡើយបាទចប់រឿងអ្នកដំណើរនឹងខ្លះចាស់ហ្នឹងហើយនឹងអាមកតទៅទៀតគឺអេពីសូតទី2និយាយអំពីបាត់ព្រៀបនិងបរិវារសូមអរគុណដែលបានរួមដំណើរជាមួយយើងក្នុងអេពីសូតនេះប្រសិនបើលោកអ្នកចង់បន្តតាមដានខ្លឹមសារបន្ទាប់សូមអញ្ជើញទៅកាន់អេពីសូតបន្ទាប់ដែលដំណើររឿងនឹងបន្តយ៉ាងរលូននិងកាន់តែគួរឲ្យចាប់អារម្មណ៍បាទអរគុណច្រើនបងប្អូន